សូមព្រះជាម្ចាស់ប្រទានពរដល់លោកអ្នកបងប្អូនទាំងអស់ប្រកបដោយប្រាជ្ញានិងព្រះគុណរបស់ព្រះដោយព្រោះលោកអ្នកបានចំណាយពេលស្ដាប់និងធ្វើតាមព្រះបន្ទូលរបស់ផងព្រះថ្ងៃនេះសុភាសិតជំពូកទី11បង្រៀនយើងអំពីចិត្តសប្បុរសចិត្តសប្បុរសគឺជាចិត្តដែលចង់ជួយអ្នកផ្សេងដោយមិនរំពឹងអត្ថប្រយោជន៍ផ្ទាល់ខ្លួនទង្វើដែលយើងអាចសម្គាល់មនុស្សមានចិត្តសប្បុរសជួយដល់អ្នកក្រីក្រនិងអ្នកត្រូវការជំនួយចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់មនុស្សជុំវិញខ្លួនមានការអត់ឱននិងចិត្តល្អចំពោះអ្នកផ្សេងព្រះគម្ពីរបង្រៀនយើងថាចូលធ្វើអំណោយដល់អ្នកដទៃនោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរព្រះអង្គនឹងប្រទានមកយ៉ាងបរិបូរណ៍ណាហូហៀព្រះជាម្ចាស់នឹងវាល់ឲ្យអ្នកតាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃអ្នកមានចិត្តសប្បុរសតែងតែធ្វើឲ្យខ្លួនមានសុភមង្គលរីឯមនុស្សខូខើរមែងធ្វើឲ្យរូបកាយរបស់ខ្លួនកាន់តែរងទុក្ខវេទនាព្រះជាម្ចាស់ក៏ព្រះハល់តីនឹងអ្នកដែលព្យាយាមប្រព្រឹត្តល្អរីឯអ្នកដែលគិតតែពីប្រព្រឹត្តអាក្រក់តែងតែទទួលផលអាក្រក់អំពើដែលមនុស្សសុចរិតប្រព្រឹត្តប្រៀបបាននឹងដើមឈើផ្ដល់ជីវិតហើយអ្នកប្រាជ្ញតែងតែតាក់ទាញចិត្តមនុស្សសុចរិតតែងតែទទួលរង្វាន់នៅលើផែនដីនេះរីឯមនុស្សអាក្រក់និងមនុស្សបាបតែងតែទទួលផលតាមអំពើដែលគេប្រព្រឹត្តមនុស្សមានចិត្តសប្បុរសទទួលបានអត្ថប្រយោជន៍ដូចខាងក្រោមបង្កើតសន្តិភាពនិងមិត្តភាពបន្ថែមសុភមង្គលក្នុងជីវិតជាទង្វើដែលព្រះទ្រង់គប់ព្រះハល់តីចិត្តសប្បុរសគឺជាការរស់នៅដើម្បីជួយអ្នកដទៃហើយព្រះជាម្ចាស់នឹងប្រទានពរដល់អ្នកដែលមានចិត្តល្អខ្ញុំសង្ឃឹមថាអ្នកនឹងរស់នៅដោយចិត្តសប្បុរសនោះលោកអ្នកនឹងប្រកបដោយសុភមង្គលសូមអរគុណសម្រាប់ការចូលរួមស្ដាប់និងជួយចែករំលែកព្រះបន្ទូលថ្ងៃនេះសូមព្រះប្រទានពរ